Miền bờ đó chẳng mà nè, đã cho chất sẵn sky khăn mình tàn, tai miền ngày mỗi cọt ban khơi nề đi mà nè, trời ban kê bù lì, hai cọt ban đăng thang nề đi mà nè, đâu cứ sẵn sky đôi cọt đài, khơi dâng cọt cọt ban thật chui, hai cái này dâng xạ cận mơ, ta rương vì tay chỉ dừng nà tiết, sạch rương băm bằng hai nhầm pi khi mình pro mà nè, đã trời ban cây chắp do tơ mình tìm bị sao, tai khi mình pro mà nè, nâng cứ mình nói cây chắp ngay như tê, khơi xài phướng, cọt cọt ban chắp tiền do tài mà đong tơ, chạy đó nơi cả lại nâng cứ mình cọt rần tia mau tiết, bánh mau cứ chọn đằng bay nè tài mà đong. នេះបើសិនជាមនុស្សធម្មតាគឺងាប់តាំងពីយូរបាត់ហើយសាច់រឿងបានបង្ហាញឲ្យយើងដឹងថានៅក្នុងពិភពលោកមួយនេះគឺសម្បូរទៅដោយមនុស្សដែលមានបេះដូងពិសេសប៉ុន្តែវាមិនមែនចេះតែកើតឡើងទៅលើមនុស្សគ្រប់គ្នានោះទេវាអាចទាញយកធម្មពលពីធម្មជាតិឲ្យមនុស្សមកប្រើប្រាស់បានដូចជាទឹកដីភ្លើងខ្យល់រន្ទះអីចឹងទៅសិតតែធម្មពលពីធម្មជាតិទាំងអស់មនុស្សទាំងនេះត្រូវបានគេហៅថាអ្នកបំលែងបេះដូងដោយជួបបាតុភូតមុននេះតួប្រុសគាត់ក៏បានបំលែងខ្លួនទៅជារូបរាងកាយមួយដែលយើងបានឃើញចឹងសាច់រឿងក៏មិនទាន់បានប្រាប់ថាគាត់មានឈ្មោះអីដែរក៏ប៉ុន្តែដឹងត្រឹមថាឥឡូវនេះគាត់កំពុងតែអត់អីញ៉ាំជាខ្លាំងឃើញនំប៉័ងមួយឆ្កែវាមើលមុខទៀតអញ្ចឹងគាត់ក៏ឲ្យវាញ៉ាំហ្មងទៅនៅពេលនេះគាត់គ្មានកន្លែងដែលត្រូវទៅទេហើយកំពុងតែឃ្លានអត់អីញ៉ាំទៀតភ្លាមៗនោះតួប្រុសក៏បានលើសំឡេងមនុស្សមួយក្រុមគាត់ស្មានថាជាពួកមន្ទីរពិសោធន៍មកចាប់គាត់យកទៅវិញតើក៏ប៉ុន្តែត្រឹមតែជាក្មេងទំនើងក្នុងតំបន់មួយក្រុមតែប៉ុណ្ណោះឃើញអញ្ចឹងគាត់ក៏ឈប់ភ័យទៅតែគាត់បានឃើញថានៅក្នុងដៃនារីម្នាក់ហ្នឹងគឺបានកាន់ចំណីឆ្កែណាមួយខ្លួនក៏ស្រឡាញ់ឆ្កែទៀតអញ្ចឹងគាត់ក៏បានទៅជួយទៅដល់ហ្នឹងគាត់មិនបានធ្វើអីច្រើនទេគាត់គ្រាន់តែបង្ហាញពីរូបរាងកាយរបស់គាត់ឲ្យពួកហ្នឹងឃើញទៅក៏ពួកហ្នឹងភ័យរត់ចាច់ជើងគ្នាអស់ដែររីឯម៉ែប្អូនរបស់យើងឯនេះវិញគាត់អស់គុណនឹងញ័រមាត់ហើយគាត់គិតថាបរិសម្នាក់នេះប្រហែលជាស៊ុំប៊ីអីមកទៅភ្លាមនោះតួប្រុសក៏លូកដៃទៅឆក់កញ្ចប់ចំណីឆ្កែនឹងឃើញអញ្ចឹងរៀងភ័យដែរតែមិនបានគិតអីច្រើនទេសំខាន់គឺរត់ទៅពួនសិនហើយនារីម្នាក់ហ្នឹងគាត់ក៏បានឆ្ងល់ថាតើបរិសម្នាក់ហ្នឹងគឺជាមនុស្សមែនក្រោយមកគាត់ហាក់បីដូចជាដឹងថានេះគឺជាមនុស្សបំលែងបេះដូងគាត់ដឹងអញ្ចឹងក៏ហុចនំឲ្យគាត់មកកញ្ចប់ទៅហុចទាំងភ័យអញ្ចឹងណាតួប្រុសឃើញគេហុចនំឲ្យអញ្ចឹងគាត់ក៏បានទទួលទៅណាមួយដោយសារតែឥឡូវហ្នឹងគាត់ដាច់បាយយ៉ាងយូរដែរហើយក្នុងខ្សែភ្នែកគាត់នារីម្នាក់ហ្នឹងហាក់បីដូចជាអែនចែអញ្ចឹងគឺជាទេវតាដែលបានចង់មកជួយគាត់បន្ទាប់មកក្មេងស្រីម្នាក់ហ្នឹងក៏បានសួរឈ្មោះទៅថាគាត់មានឈ្មោះអីតួប្រុសក៏ប្រាប់ទៅថាគាត់មានឈ្មោះថា JO រីកដែលបានស្គាល់ JO តួស្រីឆ្ងល់ថាតើហេតុអីបានជាលោកធ្វើអីនៅនឹងជាមួយនឹងរូបរាងកាយបែបនេះតួប្រុសក៏បានប្រាប់ទៅថាដោយសារតែពួកនៅមន្ទីរពិសោធន៍នឹងចាប់គាត់យកទៅពិសោធន៍គឺរយៈពេល10ឆ្នាំហើយពួកនឹងធ្វើពិសោធន៍ឆ្នាំផងហើយវះសាច់គាត់យកទៅពិសោធន៍ទៀតតួស្រីនាងធ្លាប់ទៅលើគេនិយាយតគ្នាក៏ប៉ុន្តែមិនដឹងថាវាជារឿងពិតឬក៏អត់ឃើញអញ្ចឹងនាងក៏ចាប់ផ្ដើមអូសតួប្រុសដើម្បីទៅកន្លែងមួយជាមួយនាងសន្យាថាអត់ឆ្ងាយទេតាមផ្លែតទេហើយសំខាន់នៅពេលដែលគាត់រត់ទៅនឹងគឺគាត់រត់កាន់ដៃតួប្រុសទៀតគាត់អត់មានការរើអើងទេឯតួប្រុសឃើញអញ្ចឹងគាត់មានអារម្មណ៍ថាចុំចិត្តល្អម៉េចជួយគាត់ឲ្យហ៊ានកាន់ដៃគាត់ទៀតក៏ប៉ុន្តែវាមិនដូចការប៉ັດទេគឺដាច់ដៃមកជារៀងបាត់តួស្រីឃើញអញ្ចឹងគាត់ពិបាកចិត្តមែនតើក៏ប៉ុន្តែតួប្រុសក៏ប្រាប់ទៅថាមិនអីទេតែដាក់ត្រូវកលាក់វាជាប់គ្នាវិញហើយវាមិនអីទេដើម្បីជាការតបស្នងតួស្រីក៏ទិញការឲ្យ GO មួយឈុតទៅនាងក៏បានទិញសម្ភារៈ make up ដើម្បី make up ឲ្យតួប្រុសដែរអញ្ចឹងនាងក៏ចាប់ផ្ដើមតែម្ដងហើយជាលទ្ធផលមុខគាត់គឺរៀងសង្ហាជាងមុនដែរនាងឃើញហើយនាងរៀងអៀនដែរហ្នឹងក៏ប៉ុន្តែបញ្ហាត្រង់ថាឥឡូវនេះគឺនាងដល់ម៉ោងទៅផ្ទះហើយណាមួយឥឡូវរៀងយប់ដែរអញ្ចឹងនាងក៏បានលា GO ទៅផ្ទះទៅភាពមួយនេះចាប់ផ្ដើមឡើងនៅពេលដែល GO គាត់ក៏បានគិតម្នាក់ឯងថាម្សិលមិញនៅពេលដែល Heiji នាងចាក់ចេញនាងផ្ដាំខ្ញុំឲ្យជួយមើលឆ្កែទាំងនេះផងអញ្ចឹងមានន័យថាថ្ងៃស្អែកនាងនឹងមកវិញគាត់ក៏បានគិតបន្តទៀតថាមនុស្សដែលនៅក្នុងមន្ទីរពិសោធន៍ចាប់ទុកគាត់ត្រឹមតែជាកណ្ដោពិសោធន៍តែប៉ុណ្ណោះសូម្បីតែអ្នកនៅតាមផ្លូវឃើញគាត់ហើយក៏រត់ដែរក៏ប៉ុន្តែអ្នកគ្រូ Heiji ក៏បានចាប់ទុកគាត់គឺជាមនុស្សពិតប្រាកដម្នាក់ទាំងនេះក៏ដោយសារតែឯងដែរបើមិនមានឆ្កែទេ Heiji នាងក៏មិនមកទីកន្លែងហ្នឹងដូចគ្នានិយាយចប់គាត់ក៏បានដើរចាក់ចេញពីទីកន្លែងហ្នឹងតែម្ដងព្រឹកនេះ GO គឺអត់មានអីញ៉ាំទេនៅសល់តែបំណែក burger ដែល Heiji បានឲ្យកាលពីម្សិលមិញប៉ុណ្ណោះក៏ប៉ុន្តែថាអាម៉ាន់តិចហ្នឹងក៏អត់បានញ៉ាំទៀតអាកូនឆ្កែហ្នឹងវាលិតអស់អាលេងដល់ពេលអញ្ចឹងទៅអត់អីនិយាយបដ ாய் តែជាសំណាងអី Heiji ក៏បានមកតាន់កុំអីខ្លួនគឺត្រូវដាច់បាយទៀតហើយបន្ទាប់ពីដាក់ចំណីឲ្យឆ្កែរួច Heiji ក៏បានប្រាប់ទៅកាន់ GO ថាព្រឹកមិញខ្ញុំខំតាមរកលោកតែរកមិនឃើញទេក៏ប៉ុន្តែគឺបានឆ្កែទាំងអស់នេះបានចាំក្លិនរបស់លោកបានរកឃើញ GO ក៏សុំទោសទៅដោយសារតែគាត់មិនចង់ធ្វើជាបន្ទុករបស់ Heiji នេះអត់គិតអញ្ចឹងទេនាងសប្បាយចិត្តទៅវិញទេដែលបានជួយ GO នៅថ្ងៃនេះ Heiji នាងបានទិញនំមកច្រើនណាស់ដោយសារតែម្សិលមិញ GO គាត់បានញ៉ាំតែ burger មួយទេឥឡូវនេះក៏បានធ្វើនំ cookie ជាមួយនឹងដោះគោដាក់ជាមួយគ្នាគឺញ៉ាំឆ្ងាញ់មែនតើចំណែក GO វិញគាត់ញ៉ាំបដាគាត់សក់ទឹកភ្នែកបដាដោយសារតែគាត់ដែរញ៉ាំរបស់ឆ្ងាញ់អញ្ចឹងពីមុនមកទេ Heiji នាងក៏បានហុចទឹកក្រូចឲ្យ GO ញ៉ាំក៏ប៉ុន្តែ GO ដោយសារតែគាត់មានដៃតែមួយជាហៀងអញ្ចឹងគាត់ក៏មិនបានទេមើលដៃគេមានមកពីណាបើខ្លួនឯងទាញដាច់បាត់ហើយណា Heiji ឆ្ងល់ថាតើអាដៃហ្នឹងទុករយៈពេល2 ថ្ងៃ
ទៅវាដោះបានមកវិញធម្មតាមែនតែ GO ប្រាប់ថាមិនពី3ថ្ងៃអញ្ចឹងទេគឺរាប់ឆ្នាំហើយណោះបើហូបអាហារធម្មតាអញ្ចឹងគឺវាមិនងាយព្យាបាលទេបើចង់ឲ្យព្យាបាលលឿនតតែទៅមន្ទីរពិសោធន៍បានមានហើយជីនឹងលឺអញ្ចឹងនាងចង់ទៅប្តឹងប៉ូលីសក៏ប៉ុន្តែ GO ប្រាប់ថាបើទោះបីជាទៅក៏ប៉ូលីសក៏មិនជួយយើងបានដែរគេចាប់ទុកខ្ញុំជាសត្វចម្លែកហើយចង់បាញ់សម្លាប់ខ្ញុំថែមទៀតផងហើយជីប្រាប់ថាកុំបារម្ភអីដោយសារតែបងនាងគឺជាប៉ូលីសដែរណាមួយបងស្រីនាងគឺជាមនុស្សដែលអាចបំលែងបេះដូងដូចជាលោកអញ្ចឹង GO លឺអញ្ចឹងភ្ញាក់ផ្អើលមែនតែនណាមួយក៏សប្បាយចិត្តដែរហើយជីប្រាប់ទៅថាទុកចិត្តលើនាងទៅបងស្រីរបស់នាងគឺចិត្តល្អខ្លាំងមែនតែនមុននឹងចាក់ចេញទៅ GO គាត់ក៏បានមកលាពេញប៉ោះដែលជាឆ្កែដែលគាត់ធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាជាច្រើនមក GO ក៏មានអារម្មណ៍ថារឿងប្លែកនៅពេលដែលមាននរណាម្នាក់ចូលមកក្នុងជីវិតគាត់ដើម្បីជួយកំពុងតែដើរសោកឡានមួយក៏ស្រាប់តែលេចចេញមកទាំង Heiji ទាំង GO ក៏មានអារម្មណ៍ថារឿងភ័យខ្លាំងមែនតែនដឹងថាមានរឿងអីកើតឡើងទេពួកហ្នឹងវាមិនមែនជិះឡានធម្មតាទេវាជិះមកបំបុក GO យកតែម្ដងដូចមានគោលបំណងអ្វីមួយអញ្ចឹងភ្លាមនោះមានគ្នាវាម្នាក់ដើរមកចាប់ Heiji រួចមកជាអីគ្នាទៅចាប់ GO ពួកវាធ្វើការជាក្រុមមែនក៏ប៉ុន្តែធ្វើការលាក់ស្ងាត់អូទេខ្លាចគេដឹងដែរភ្លាមនោះមេរបស់វាក៏បានដើរមកដល់រួចក៏បាននិយាយទៅកាន់ GO ថានៅទីបំផុតយើងរកឯងឃើញហើយអាក្រុងឆ្អឹងហៅគេសិតក្រុងឆ្អឹងគ្រាន់តែនិយាយចោលភ្លាមពួកវាក៏នាំគ្នាចង GO នៅក្រោយឡានរួចក៏បើកចេញទៅ GO នៅពេលនេះបើទោះបីជាគាត់ត្រូវបានគេអស់តាមឡានក៏ដោយក៏ប៉ុន្តែគាត់នៅបារម្ភជាមួយនឹង Heiji នៅឡើយទេ GO ចង់ជួយ Heiji ដែរក៏ប៉ុន្តែគាត់ត្រូវបានគេចងបាត់ទៅហើយក៏ប៉ុន្តែកុំតន់អស់សង្ឃឹមឆ្កែអនាថាដែលគាត់បានចិញ្ចឹមកន្លងមកនោះពួកគេក៏បានរត់មកជួយពួកយើងឃើញថាឆ្កែទាំងអស់នោះក៏បានរត់មកខំខ្សែដើម្បីជួយ GO ដោយការខំប្រឹងការរួមសហការគ្នានៅទីបំផុតពួកវាក៏អាចផ្ដាច់បានក៏ប៉ុន្តែយ៉ាងណា GO គឺអស់កម្លាំងបាត់ទៅហើយដោយមិនបង្អង់ពេលយូរក្រុមពួកឃាតករក៏បានចុះពីលើឡានដើម្បីកម្ចាត់ឆ្កែទាំងអស់នេះតែម្ដង GO ពេលហ្នឹងគឺភ័យខ្លាំងណាស់ពួកយើងឃើញថាពួកវានាំគ្នាកាន់ដបងម្នាក់មួយដាក់យកតែម្ដងរីឯ GO វិញមិនអាចធ្វើអ្វីបានទេបានត្រឹមតែសម្លឹងមើលឆ្កែរបស់ខ្លួនត្រូវបានគេសម្លាប់ដោយបានឃើញថាឆ្កែដែលខ្លួនបានចិញ្ចឹមកន្លងមកត្រូវបានស្លាប់ទាំងអស់នេះវាធ្វើឲ្យកំហឹង GO ឡើងខ្លាំងមែនទែនកន្លងមកគេធ្វើបាបគាត់ច្រើនណាស់ទាំងការពិសោធន៍ទាំងផ្លូវចិត្តទាំងផ្លូវកាយគឺគាត់ជួបអស់ហើយដូច្នេះគាត់មិនចង់ឲ្យមនុស្សដែលធ្វើល្អដាក់គាត់រងទុក្ខដោយសារគាត់ទៀតទេ GO បានប្រមូលឈាមទាំងអស់ដែលនៅជុំវិញខ្លួនគាត់ដើម្បីបង្កើតជារូបរាងកាយមួយយើងបានឃើញថារូបរាងកាយរបស់ GO នៅពេលនេះគឺសង្ហាខ្លាំងមែនទែនអ្នកណាក្រាស់គឺក្រាស់ហើយទៅដោយមិនចង់ឲ្យ GO វាប្រហាមុនគ្នាវាម្នាក់បានលួចវាប្រហា GO នៅពីខាងក្រោយក៏ប៉ុន្តែយើងឃើញថាត្រឹមតែមួយដៃនោះទេគឺកប់ខ្ទាតនឹងឡានតែម្ដងចេញមកគឺហែបយកតែម្ដងវាយបែប serious ណាពួកដៃនៅចិត្តហ្នឹងគឺភ័យខ្លាំងមែនទែនរីកនំដាក់ខោបាត់ទៅហើយ GO វិញគាត់ក៏បាននឹកដល់ Heiji តែម្ដងសាច់រឿងបានបង្ហាញអំពីទីតាំងមួយកន្លែងដែលពួកបងធំបងតូចមុនហ្នឹងចាប់ Heiji មុននឹងឯងរីឯ Heiji វិញគឺកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ខ្លាំងមែនទែនបងធំរបស់វាក៏ចាប់ផ្ដើមសួរចម្លើយ Heiji តើឯងគិតថាឯងមានជីវិតប្រមាណសម្រាប់ឲ្យយើងសម្លាប់លេងដែលទាំងវើបែបនេះគឺគួរឲ្យស្អប់ខ្ពើមខ្លាំងមែនតើវាបានប្រាប់ថាបើឯងចង់បន្ទោសអាក្រុងឆ្អឹងម្នាក់នេះទៅក្នុងខណៈពេលដែលវាកំពុងគម្រាមសក់នៅពេលនោះក៏ស្រាប់តែមានលេខទូរស័ព្ទមួយក៏បានខលមកតាមលេខទូរស័ព្ទមួយហ្នឹងក៏បាននិយាយថា GO នៅពេលនេះគឺបានរួចពីចំណងហើយក៏កំពុងតែមករកលបងដូចគ្នាមេវាបន្ទាប់ពីបានលឺអញ្ចឹងវាខឹងខ្លាំងមែនតើបំរុងនឹងយកកាំបិតស្ទុះទៅសម្លាប់ Heiji ទៅហើយភ្លាមនោះ GO ក៏បានចូលមកដល់ការបង្ហាញខ្លួនរបស់គាត់គឺធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងមែនតើ Heiji មកម្ដងនេះគឺមិននិយាយច្រើនទេចាប់ចំបាច់កលើកឡើងលើតែម្ដងគ្នាវាផ្សេងទៀតក៏បានចូលមកជួយវាយ GO ក៏ត្រូវបានម្ដាយដែរក៏ប៉ុន្តែ GO សងទៅវិញគឺធ្ងន់ខ្លាំងមែនតើមួយដៃគឺប៉ើងយកតែម្ដងគ្នាវាផ្សេងទៀតក៏បានមកចាប់ GO ដើម្បីឲ្យគ្នាវាវាយក៏ប៉ុន្តែ GO មិនមែនដំឡូងមួយគេវាយនោះទេអុកមួយបោកយកតែម្ដងចាត់ការពុតនឹងអស់គាត់ក៏បានរំលើកឡើងថាពួកអានៅមន្ទីរពិសោធន៍មែនទេហើយជិនលឺអញ្ចឹងគឺនាងភ្ញាក់ផ្អើលមែនតើនាងមិននឹកស្មានថាអ្នកដែលនៅមន្ទីរពិសោធន៍សោះដែលចាប់ខ្លួននាងទៅនៅពេលនោះក្រកកំភ្លើងមួយក៏បានហោះទំនួសទ្រូងរបស់ GO នេះគឺជាស្នាដៃរបស់បងធំមួយនេះឯងគ្នាវាដទៃទៀតក៏បានដកកំភ្លើងបាញ់ទៅកាន់ GO ដូចគ្នានៅពេលនេះ GO គឺរងរបួសខ្លាំងមែនតើមិនដឹងថាទប់ជាប់អត់ទេដោយសារតែរងរបួសខ្លាំងពេក GO ក៏ដេកស្លាប់ទៅនឹងដីរីឯ Heiji វិញគឺស្រែកមួយទំហឹងមនុស្សចាស់យកតែម្ដងយ៉ាងណាក្ដីកុំតន់អស់សង្ឃឹមពួកយើងភ្លេចហើយមែនកាលណាដែលមានឈាម GO គឺអាច recover បានឡើងវិញពុននឹងឃើញអញ្ចឹងក៏លើកកំភ្លើងដើម្បីបាញ់បន្តទៀត GO បើទោះបីជាគាត់ត្រូវគ្រាប់ច្រើនយ៉ាងណាក៏ដោយគាត់ក៏នៅតែខំព្យាយាមតតាំងជាមួយនឹងពួកវាទៀតម្ដងនេះ GO ងើបសារជាថ្មីរួចក៏បានដាក់ពួកវាម្នាក់ម្ដាយធ្វើឲ្យពួកវាគ្មានកម្លាំងតតាំងជាមួយនឹងគាត់ទេគាត់វាយផងនឹកដល់ឆ្កែរបស់គាត់ផងឃើញអត់ថាកុំឲ្យ Heiji ខឹងតែ Heiji ខឹងគឺអញ្ចឹងហែបខ្លាំងមែនតើវាយបែប serious ណាក៏ប៉ុន្តែបងធំនោះក៏បានបង្វែរចំណាប់អារម្មណ៍របស់ GO
គាត់បានយក Heiji មកគម្រាម GO ក៏ប៉ុន្តែការគម្រាមរបស់គាត់គឺឥតន័យនេះទេលឿនរបស់ GO គឺលឿនខ្លាំងណាស់មកផ្លែតនោះទេគឺដល់កដាមុខអាប៉ែនឹងបាត់ទៅហើយមួយដៃនេះបានធ្វើអាប៉ែនឹងគឺស្ងាត់មាត់ជ្រាបក្រោយច្បាំងមួយនេះចប់ GO ក៏បានដើរទៅកាន់ Heiji ក៏ប៉ុន្តែគឺគាត់គ្រាន់តែអោបតែប៉ុណ្ណោះអូខេឥឡូវអេមីនមានដំណឹងមួយចង់ប្រាប់អាចនឹងអនាគតទៅអេមីននឹងផុសរឿងទាំងអស់ហ្នឹងចូលទៅកាន់ YouTube មួយនេះរបស់ admin ក្រោយព្រឹត្តិការណ៍មួយនេះចប់យើងឃើញថាប៉ូលីសក៏បានមកដល់អ្នកខ្លះរបួសអ្នកខ្លះស្លាប់រីឯអ្នកខ្លះក៏ត្រូវបានប៉ូលីសចាប់យកទៅឯ Heiji និង GO ឯនេះវិញក៏បានលាក់ខ្លួនសង្ងំនៅលើដើមឈើ Heiji GO ក៏សុទ្ធតែបានយំទាំងអស់គ្នាដោយសារតែការបាត់បង់ឆ្កែដែលពួកគេខំចិញ្ចឹមកន្លងមក Heiji អស់សង្ឃឹមជាខ្លាំងមិនអាចធ្វើអ្វីបានទេបានត្រឹមតែយំអោបឆ្កែប៉ុណ្ណោះរីឯ GO វិញក៏មិនអស់សង្ឃឹមនោះទេគាត់ហាក់បីដូចជាដឹងរឿងអ្វីមួយអញ្ចឹងក៏បានខំដៃគាត់រួចបន្តទៅលើមាត់ឆ្កែដែលបានស្លាប់ទៅនោះ Heiji វិញក៏បានខាត់កុំឲ្យធ្វើអញ្ចឹងអីបើទោះបីជាវាបានស្លាប់ហើយក៏ដោយលោកមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេកំពុងតែអស់សង្ឃឹមទៅហើយភ្លាមនោះក៏ស្រាប់តែមានឆ្កែមួយក្បាលកំពុងតែសម្លឹងមកមើលពួកគេឆ្កែមួយក្បាលនេះវាក៏បានដើរមកកាន់ GO គាត់ឆ្ងល់ថាឆ្កែនេះវាអត់ខ្លាចគាត់ទេមែនរីឯ Heiji វិញគាត់កំពុងតែគិតទេថាគួរទុក GO ចោលឬក៏យក GO ទៅផ្ទះគាត់ដោយពិបាកសម្រេចចិត្តខ្លាំងពេក Heiji ក៏បានស្ទែទៅសួរបងស្រីរបស់នាងខ្ញុំបានធ្វើតាមបងស្រីប្រាប់អស់ហើយក៏ប៉ុន្តែមិនដឹងថាឥឡូវនេះយើងគួរទៅណាខ្ញុំគិតយ៉ាងដែរធ្វើអញ្ចឹងល្អអញ្ចឹងបានហើយយើងចាំយើងជួបគ្នាពេលក្រោយទៀតនិយាយចប់ Heiji នាំ GO ទៅផ្ទះនាងតែម្ដងសាច់រឿងបានកាត់មកដល់អាផាតមិនមួយកន្លែងនេះគឺជាផ្ទះស្នាក់នៅរបស់ Heiji គ្រាន់តែមកដល់ភ្លាម GO ក៏បាននិយាយថាតើនាងព្រមឲ្យមនុស្សគ្រោះថ្នាក់ដូចខ្ញុំនៅជាមួយនាងដែរHeiji លួងទៅវិញថាមិនមែនទេមនុស្សគ្រោះថ្នាក់ណាហ៊ានលះបង់ជីវិតដើម្បីជួយនាងណាមួយបងស្រីរបស់នាងក៏ចង់ជួបលោកដែរក៏ប៉ុន្តែឥឡូវនេះគាត់មកមិនទាន់បានទេដោយសារតែគាត់កំពុងតែរវល់ស៊ើបអង្កេតអំពីមន្ទីរពិសោធន៍ដែលលោកបានរត់ចេញ GO ក៏បានកលែកភ្នែកទៅមើលកញ្ចក់នៅក្បែរនោះគាត់ស្រាប់តែឃើញរូបរាងកាយដ៏ស្រស់ស្អាតរបស់គាត់ភ្ញាក់ផ្អើលមែនតើដោយសារតែគាត់ពីមុនមកគឺអត់មានរូបរាងកាយពេញលេញអញ្ចឹងទេគាត់សប្បាយចិត្តខ្លាំងណាស់ទៅប្រាប់ Heiji នាងឆ្ងល់មែនតើហេតុអីបានជាលោកអត់ទាន់ដឹងអញ្ចឹង GO គាត់បញ្យល់ទៅដោយសារតែរូបរាងកាយរបស់គាត់នៅក្នុងមន្ទីរពិសោធន៍ហ្នឹងគេធ្វើបាបណាស់ជាមិនទាន់ទេពួកវាយកទៅពិសោធន៍បន្តទៀតហើយ Heiji នាងលឺអញ្ចឹងនាងកាន់តែអាណិតទៀតហើយកាន់តែស្ដាប់គឺកាន់តែអាណិតហ្មងនាងក៏បានសួរទៅថាលោកមានអាយុប៉ុន្មានហើយ GO គាត់លឺអញ្ចឹងគាត់ចាប់ផ្ដើមគិតហើយគាត់ចូលមន្ទីរពិសោធន៍តាំងពីអាយុ7ឆ្នាំមកម្លេះហើយរយៈពេលដែលគេពិសោធន៍គាត់ហ្នឹងគឺរយៈពេល7ឆ្នាំហើយមកដល់ពេលឥឡូវគឺ17ឆ្នាំ Heiji នឹងលឺ17ឆ្នាំអញ្ចឹងញើមព្រុសទឹកចេញពីមាត់បដ ដោយសារអីមូលហេតុក៏ដោយសារតែកន្លងមក Heiji នាងហៅ GO ថាជាពូឡើងពេញមាត់បើដឹងអញ្ចឹងនាងហៅស្មើបាត់មិនបានលោកបដ ឲ្យខ្ញុំហៅពូអញ្ចឹង GO ក៏តបថាអត់ទេដោយសារតែពីមុនមកអត់ដែលមានអាគេនិយាយស្និទ្ធស្នាលដូចនាងអញ្ចឹងទេបានគាត់រំភើបអញ្ចឹងក៏បានប្រាប់ទៅ Heiji ក៏តបទៅថាអញ្ចឹងមកអីទេឥឡូវយើងដូរត្រឡប់ហៅទៅឥឡូវយើងហៅគ្នាស្មើទៅបងស្រីរបស់នាងឥឡូវហ្នឹងគឺមិនទាន់មកទេប្រហែលជាជាប់ស៊ើបអង្កេតជាមួយរឿងក្តីរបស់លោកនឹងឯងហើយឥឡូវក៏ដល់ម៉ោងញ៉ាំបាយដែរលោកទៅសម្អាតខ្លួនសិនទៅចាំមកញ៉ាំបាយជុំគ្នាម៉ោងញ៉ាំបាយក៏បានមកដល់តាំងឆ្កែតាំងម្ចាស់គឺសប្បាយញ៉ាំមែនតែនហើយម្ហូបនេះឆ្ងាញ់ទៀត Heiji នឹងលឺអញ្ចឹងនាងធ្វើចិត្តមិនត្រូវទេដោយសារតែនាងមិនសូវចេះទៅម្ហូបទេណាមួយនេះគ្រាន់តែជាបាយឆាពងទាស៊ុបទឹកស្អ៊ីវធម្មតាទេក៏ប៉ុន្តែនាងរៀងសប្បាយចិត្តដែរដែលគាត់ចូលចិត្តបន្ទាប់ពីញ៉ាំបាយហើយ Heiji ក៏នាំ GO មកដេកអញ្ចឹងនាងឲ្យភួយមួយហើយឲ្យលោកដេកនឹងទៅឥឡូវខ្ញុំសូមទៅបន្ទប់ខ្ញុំសិនហើយដោយសារតែខ្ញុំរវល់បាយរីឯ GO វិញដោយសារតែគាត់ធ្លាប់តែនៅមន្ទីរពិសោធន៍ដូច្នេះហើយគាត់មិនដែលដឹងអំពីរបស់ល្អទាំងនេះទេ GO គាត់ក៏បានគិតទៅដល់របស់ដែលគាត់ចូលចិត្តដូចជាបាយឆាស្រូបពងទាស្អ៊ីវការមួយទឹកក្តៅគឺជារបស់ដែលគាត់ចូលចិត្តហើយនៅពេលនេះ GO គាត់មានក្តីសុខខ្លាំងណាស់ក៏ប៉ុន្តែគាត់មិនដែលភ្លេចរឿងដែលនៅមន្ទីរពិសោធន៍នោះទេគ្រានោះគាត់បានរត់ចេញពីការប្រមាញ់របស់អ្នកមន្ទីរពិសោធន៍បើទោះបីជាពេលនោះមានជួបគ្រោះថ្នាក់យ៉ាងណាក៏ដោយក៏ប៉ុន្តែពួកគាត់មិនដែលបោះបង់គ្នាទេសហការគ្នារួមគ្នាដើម្បីជួយគ្នាក៏ប៉ុន្តែនៅពេលនេះរឿងគ្រប់យ៉ាងគឺត្រូវបានបញ្ចប់អស់ហើយសម្រាប់គាត់ផ្ទះនិងជីវិតដ៏សុខសាន្តដែលរស់នៅជាមួយ Heiji គឺជាតម្លៃមួយដែលគាត់មិនអាចធ្លាប់មានពីមុនមកដូច្នេះហើយគាត់នឹងសន្យាថានឹងការពារតែប្រសិនបើមាននរណាម្នាក់និយាយបានត្រឹមនេះយើងហាក់បីដូចជាឃើញជំងឺរបស់គាត់បានរើឡើងមិនដឹងថាមានរឿងអ្វីកើតឡើងទេនៅព្រឹកនេះហាក់បីដូចជាការតាំងចិត្តរបស់គាត់យប់មិញត្រូវបានខ្ទេចខ្ទីដោយសារតែការរក Heiji មិនឃើញហ្នឹងហើយសម្រាប់អ្នកដែលជា fan ខ្ញុំចង់ឃើញមុខបន្តិចមើលណាគេខ្លះបាទឥឡូវខ្ញុំមានរឿងមួយចង់ប៉ឹងបាទអ្នកគ្នាសម្រាប់អ្នកដែលចង់មើលរឿងតង់ហ័របែបបញ្ចូលសម្លេងអញ្ចឹងណាវាជាប្រភេទរឿងតង់ហ័រអ្នកគ្នាឥឡូវខ្ញុំដាក់ឲ្យអ្នកគ្នាមើលលោកប្អូនឈិនហេខ្ញុំបានត្រៀមដៃកំណាច់ហើយឆាប់ជួយបំពាក់អាវក្រោយខ្ញុំផងទៅព្រឺធ្លាក់ខ្លាំងបែបនេះខ្ញុំកាន់តែស្រេកឃ្លានប្រាក់
នឹងឯអ្នកគ្នាខ្ញុំគិតថាគុណភាពវីដេអូនិងសំឡេងគឺ gold ខ្លាំងមែនតើបើអ្នកគ្នាចាប់អារម្មណ៍អ្នកគ្នាអាចតាក់ទងទៅកាន់យ៉ោឌីបាន TikTok របស់គាត់ខ្ញុំមិនសិននៅខាងក្រោមសម្រាប់ឈ្មោះ Telegram គឺខ្ញុំសរសេរនៅក្នុង comment អ្នកគ្នាគ្រាន់តែ search នៅក្នុង Telegram ទៅគឺឃើញហើយនៅពេលនេះ Hechi ដល់ម៉ោងទៅសាលារៀនហើយកុំភ្លេចមើលផ្ទះខ្ញុំផងរីឯបងស្រីរបស់នាងតតែល្ងាចបន្តិចបានគាត់មកវិញដោយសារតែគាត់ចប់លវសើបអង្កេតរឿងក្តី GO គាត់លឺសាឡាអញ្ចឹងគាត់ភ្ញាក់ផ្អើលហាក់បីដូចជាគាត់ដែលស្គាល់សាឡាអញ្ចឹង Hechi ក៏ផ្ដាំឲ្យថាមើលឆ្កែផងបើវារត់អញ្ចឹងនោះដាក់ច្បាក់ទៅស្រួលមើលវារីឯ GO អានេះវិញរៀងទ្រន់ទ្រានបន្តិចអីព្រោះហើយឆ្កែហ្នឹងវាអត់ព្រមនៅក្នុងច្បាក់ដែលគាត់ដាក់ទេបើនិយាយទៅឆ្កែមួយហ្នឹងវាចង់បានសេរីភាពដោយដែល GO នៅក្នុងមន្ទីរពិសោធន៍អញ្ចឹងគាត់ឃើញអញ្ចឹងណាគាត់អាណិតខ្លាំងមែនទែនឡើងតែសម័យនៅពេលនេះវារត់បាត់ហើយមិនដឹងថាធ្វើមិនទេហើយទាំងនេះឯងគឺជាមូលហេតុដែល GO គាត់រត់យ៉ាងទៅហិបទៅហប់កាលពីចុងភាគមុនកាត់មកដល់អាទឿរបស់យើងវិញនៅពេលនេះវាបានរត់មកដល់សាលារបស់ Hechi ហើយរីឯ GO របស់យើងអានេះវិញគាត់ខំប្រឹងដើររកខ្លាំងមែនទែនទាំងនៅធុងសម្រាមផងទាំងអីផងយីទៅគាត់កាយអស់ហើយគឺអត់ឃើញនោះទេរីឯអាទឿរបស់យើងវិញវាកំពុងតែស្នាក់នៅឯសាលារបស់ Hechi GO វិញណាគាត់ខំប្រឹងរត់ដល់កយនេះដើម្បីរកអាទឿវិញដូចអត់មានខ្វល់ពីម្ចាស់វាសោះឥឡូវយើងមកស្គាល់តួម្នាក់ទៀតម្ដងម្នាក់នេះគឺមានឈ្មោះថា Mr. Lee គាត់ក៏បានឃើញល្បឿនរបស់ GO របស់យើងរត់ដែរឥឡូវនេះគាត់មកដល់សាលាហើយសំខាន់ណាស់មនុស្សនៅក្នុងសាលានេះច្រើនទៀតមិនដឹងថាគាត់ទៅរកអាតឡងពងនៅណាទេអត់មានឃើញ GO គាត់ហៅអាឆ្កែហ្នឹងថាតឡងពងយើងអត់មានសុំហៅថាតឡងពងតាមគាត់ទៅនៅទីបំផុត GO គាត់ក៏បានរកឃើញឥឡូវនេះគាត់មិនអោយអាកាសនេះកន្លងផុតទេសាច់រឿងបានកាត់មកដល់ក្មេងស្រី3នាក់នេះវិញគាត់កំពុងតែដើរតាមផ្លូវហើយនៅពេលហ្នឹងគាត់ក៏បានឃើញអាតឡងប្រាំងដែរគាត់ឃើញអញ្ចឹងណាពួកនាងក្នុងគ្នាអោបហើយក៏យកពួកហ្នឹងមកថតហ្មងទៅដាក់មកប៉ោះក៏ប៉ុន្តែបែរជាជាប់GO នៅខាងក្រោយនេះវិញបើយើងមើលទៅកាន់ GO ប្រៀបដូចជាខ្មោចចង់បានរបស់មកវិញអញ្ចឹងហើយពួកនាងឃើញអញ្ចឹងខ្លាចដល់កណែគ្នាណាមខ្លាចបើជាប់មុខមកដូចខ្មោចពេលហ្នឹងពួកនាងក៏ផ្លត់មកជេ GO ដែរថាមនុស្សវាក៏ច្រឡឹកមកសង្ងំអីនៅហ្នឹងតែថា GO មកនេះមិនមានគោលបំណងអាក្រក់អីទេគាត់គ្រាន់តែចង់បានឆ្កែរបស់គាត់មកវិញតែប៉ុណ្ណោះពួកនាងក៏នាំគ្នានិយាយថា GO ដូចដែលធ្លាប់ឃើញពីមុនមកប្រហែលជាគាត់ផ្ទេមកពីសាលានេះថ្មីថ្មោងដឹងពួកនាងក៏នាំគ្នាសុំរាប់អានហើយក៏សុំ Instagram មួយដែរក៏ប៉ុន្តែ GO ក៏អត់ដឹងទេថា Instagram ហ្នឹងអីគេបើយប៉ហ្នឹងណាស់ទៀតគេអត់ដឹងហើយណានៅខំបញ្យោគេទៀតតែខ្ញុំមិនសិនលោកទៅ follow របស់លោកហ្នឹងគឺឡើងភ្លាមហ្មងហើយនៅឆ្លៀតនិយាយថាចង់បាន GO ធ្វើជាកូនសោដាក់តាមខ្លួនទៀតហើយចុងក្រោយនាងក៏បានសរសើរដែរថា GO ប៉អៀនយ៉ាងណាគួរឲ្យស្រឡាញ់ណាស់ក៏ប៉ុន្តែ GO ក៏បដិសេធទៅថាក៏អត់មានស្អីគេ Instagram ស្អីគេហ្នឹងទេពីរអ្នកនេះលឺអញ្ចឹងក៏បានខ្សឹបគ្នាបដ ாய் ជុំមានចង់លុយប៉ុណ្ណឹងដែរត្រូវបានគេបដិសេធមានចង់លឺអញ្ចឹងធ្វើមុខអឹសមើលបដ ாய் ជុំអាល្អិតនេះកំពុងតែលេងខ្លួនមែនហ្នឹងអញ្ចឹងដោយសារតែឆ្កែនេះគឺជារបស់គាត់អញ្ចឹងគាត់សុំយកទៅវិញហើយចំណែកប៉នេះវិញមិនដឹងមកពីណាទេឃើញគេញ៉ែក្រាស់ខ្លួនណាគឺខឹងខ្លាំងមែនតើពងតែខឹងស្រាប់អា3នាក់នោះមកថែមលបោយទៀតខ្លួនគឺខឹងកាន់តែខ្លាំងហើយដោយការថែមលបោយនេះអាប៉ែអាក្រហមក៏ទាញបាល់ពីគ្នាវារួចតម្រង់ទៅ GO របស់យើងតែម្ដងមួយបាល់នេះគឺមិនធម្មតាទេយាមួយទំហឹងមនុស្សចាស់យកតែម្ដងហើយមួយបាល់នេះGO ច្បាស់ណាស់ប្រកាសជាទប់អត់ជាប់ទេគឺត្រូវកណ្ដាលមុខពេញហ្មងក៏ប៉ុន្តែគាត់មានបំណងថាយកមុខគាត់ទៅរងនឹងឯងកុំឲ្យត្រូវឆ្កែរបស់គាត់ពេលតតត្រូវគេអញ្ចឹងអត់មានសុំទោសគេទេបែរជាមិននិយាយថាអូខ្ញុំអត់មានចេតនាទេប៉ែអាក្រហមហ្នឹងដោយសារតែមានចុងកំពុងតែមើលខ្លួនដូច្នេះហើយខ្លួនក៏បានសុំទោសអញ្ចឹងដោយសារតែគេសុំទោសខ្លួនហើយខ្លួនក៏អត់មានអីត្រូវធ្វើដែរអញ្ចឹងមានតែដើរតាក់ចេញតែម្ដងអាទាំងអស់គ្នាវាម្នាក់ដឹងហើយថាតាហ្គោក៏អត់មានងាយដោះលែងងាយទេប្រកាសជាធ្វើបាបនៅតាមផ្លូវជាមិនខានមែនដោយតែអាទាំងអស់វាបាននិយាយអញ្ចឹងនៅពេលដែល GO គាត់បានដើរតាមផ្លូវម្នាក់ឯងហ្នឹងអាប៉ែឈ្មោះតាហ្គោហ្នឹងក៏បានដើរមកបបួល GO ទៅញ៉ាំនំក៏ប៉ុន្តែនៅពេលដែលដល់កន្លែងស្ងាត់បន្តិចវាក៏បានធាក់ GO ទៅកន្លែងមួយតែម្ដងហើយបើយើងមើលទៅសិតតែគ្នាវានៅនឹងទាំងអស់តែប៉ុណ្្នឹងពួកហ្នឹងដឹងធ្វើស៊ីអីក៏ប៉ុន្តែពួកវាអត់ដឹងថា GO គឺជានរណាទេហើយមានធម្មពលពិសេសឬអត់គ្រាន់កំភ្លើងធ្វើអីគាត់មិនបានផងតនាំតើពួកអដែកសិស្សសាលាប៉ុណ្ណឹងពួកអដែកគីកាដឹងតែខ្ទប់ហើយវគ្គក្រោយ